បងប្អូនដែលសោឡានបងប្អូនដែលមានបញ្ហាជួនកាលបងប្អូនចុចទៅម្ដងដើរម្ដងអត់ម្ដងដើរម្ដងអត់អាហ្នឹងគឺមកពីថ្មអញ្ចឹងបើថ្មខូចបងប្អូនធ្វើដូចខ្ញុំទីមួយយើងយកមកហើយយើងមើលគូតវាមានរុននាងស្ប៉ែតមួយបងប្អូនយកទល់វាស្ប៉ែតហើយបងប្អូនគាស់វាឲ្យហើបតិចមកហើយបងប្អូនមើលផងថ្មវានៅខាងណាដើម្បីយើងដាក់វិញដើម្បីកុំឲ្យច្រឡំថ្មឡានមួយវាមានលេខសម្គាល់របស់វាបងប្អូនអញ្ចឹងបងប្អូនទៅទិញនៅផ្សារបងប្អូនមើលលេខសម្គាល់របស់វាទិញឲ្យដូចលេខមកម៉ាកអីក៏បានដែរហើយបងប្អូនគាស់វាមកបន្តិចមកហើយយកដៃឆ្កាស់វាបន្តិចមកចេញមកហើយជាទូទៅអាថ្មនេះវាមានលក់នៅផ្សារទំនើបថ្មដែលល្អគួរសមនោះវាអាច$1ជាង$2ជាងអីដែរបាទនិយាយទៅថ្មហ្នឹងគឺវាមានលេខហើយនឹងវល់វាហ្នឹងគឺត្រូវគ្នាបងប្អូនទៅទិញមើលលេខវាឲ្យត្រូវគ្នាហើយបន្ទាប់មកបងប្អូនដាក់ចូលវាចូលក្នុងរង្វង់នឹងវិញហើយគ្រាន់តែស្កត់វាបន្តិចវិញទៅចូលវិញបាទបន្ទាប់មកបងប្អូនសូកវាចូលក្នុងស្រោមសោឡាននឹងវិញហើយកឹបវាឲ្យចិត្តល្អវិញជាការស្រេចបងប្អូនបាទរបៀបដូរសោថ្មទៅប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនហើយបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយ like subscribe និង share ឲ្យគ្នាយើងផ្សេងទៀតបានដឹងផងពីព្រោះសូម្បីតែសម្រាប់បងប្អូននារីក៏អាចធ្វើការដោះដូរដោយខ្លួនឯងបានដែរអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀត